long đan đi toa tại cầm rắt xã hạរដ្ឋអាមេរិកធ្វើការយ៉ាងជិតស្និទ្ធជាមួយអាស៊ានតែម្ដងទើបអាចទៅរួចអង្គការចាត់តាំងអ ுக ្រិតកម្មឆ្លងដែននេះមិនមែនធម្មតាទេបើមិនអញ្ចឹងមិនមែនហ៊ុនសែនព្យាយាមការពារ Gen Z ម្ដងហើយម្ដងទៀតទេពិភពលោកគេរឹបអូសទ្រព្យសម្បត្តិ Gen Z និងតាមចាប់ Gen Z តែហ៊ុនសែនចេញមុខការពារ Gen Z នោះមានន័យថាលោកហ៊ុនសែនខ្លួនគាត់ដឹងគាត់ធ្វើការជាមួយ Gen Z គាត់ដឹងច្បាស់ថាអង្គការចាត់តាំងរបស់ Gen Z នឹងធំប៉ុណ្ណាអង្គការចាត់តាំងអ ுக ្រិតកម្មឆ្លងដែននឹងធំប៉ុណ្ណានេះអានេះជាចំណុចមួយទៀតណាហើយដូច្នេះហើយរឿងដែលលោកហ៊ុនសែនមិនហ៊ានប្តឹងទៅតុលាការយុតិធធម៌អន្តរជាតិដើម្បីបញ្ចប់នៅចំនួនព្រំដែនពីព្រោះការបើបញ្ចប់ចំនួនព្រំដែននឹងឲ្យឆាប់យុទ្ធនាការនៃការកម្ចាត់អ ுக ្រិតកម្មឆ្លងដែនក៏វាឆាប់ដែរវាកាន់តែខ្លាំងនោះមានន័យថាម៉េចមានន័យថាលោកហ៊ុនសែនមិនចង់បញ្ចប់បញ្ហាព្រំដែនទេកុំឃើញលោកហ៊ុនសែនចរចាសម្រោះសម្រួលនឹងចង់បញ្ចប់អត់បញ្ចប់ទេគាត់ចង់អូសបន្លាយពីព្រោះអីពីព្រោះបើបញ្ចប់បញ្ហាព្រំដែននឹងដោយតុលាការយុតិធធម៌អន្តរជាតិព្រំដែនកម្ពុជាថៃស្ងប់ស្ងាត់ដូច្នេះរឿងដែលបន្ទាប់ជៀសមិនផុតវាត្រូវសហការជាមួយថៃសហការជាមួយអាស៊ានសហការជាមួយសហរដ្ឋអាមេរិកដើម្បីកម្ចាត់អ ுக ្រិតកម្មឆ្លងដែនដល់ទៅពេលកម្ចាត់អ ுக ្រិតកម្មឆ្លងដែនមិនស្មើនឹងកម្ចាត់ហ៊ុនសែននេះអានេះជាចំណុចដែលសំខាន់ណាអញ្ចឹងហើយបានជាលោកហ៊ុនសែនអត់ចង់ប្តឹងទេគឺទុកអូសបន្លាយអញ្ចឹងហើយបងប្អូនមើលអត់ដឹងអាចមើលមិនដឹងតែលោកហ៊ុនសែនកំពុងតែអូសបន្លាយពេលវេលាអញ្ចឹងមិនចង់កម្ចាត់សំទោសមិនចង់ដោះស្រាយបញ្ហាព្រំដែនឲ្យជ្រះស្រឡះទេទុកបញ្ហាព្រំដែនហ្នឹងបិទព្រំដែនជាមួយថៃកុំឲ្យមានការលូកចូលពីថៃពីអាស៊ានកិច្ចសហប្រតិបត្តិការរឹងមាំជាមួយសហរដ្ឋអាមេរិកដើម្បីកម្ចាត់អ ுக ្រិតកម្មឆ្លងដែនពីព្រោះការកម្ចាត់អ ுக ្រិតកម្មឆ្លងដែនគឺជាការកម្ចាត់ក្រុមគ្រួសារហ៊ុននឹងតែម្ដងនៅប្រទេសកម្ពុជាអរគុណលោកគឹមសុខមុននឹងបន្តសំណួរឬក៏សូមការអត្ថាធិប្បាយបន្តទៅទៀតខ្ញុំអាចជម្រាបបងប្អូនជនរួមជាតិដែលកំពុងតែតាមដានការទស្សនាការផ្សាយរបស់យើងខ្ញុំផ្ទាល់នៅទីនេះថាព័ត៌មានក្រៅផ្លូវការមួយដែលខ្ញុំទទួលបានហ្នឹងនិយាយឲ្យចំទៅគឺ Gen Z និងលោកហ៊ុនសែនហ្នឹងក៏ដូចជាបានភ្ជាប់ជាសាច់ឈាមគៀមឆ្អឹងនឹងគ្នាហើយទៅទៀតណោះអាហ្នឹងវាស៊ីជម្រៅកាន់តែខ្លាំងតែទោះជាយ៉ាងណាក៏ខ្ញុំទោះជាមានប្រភពច្រើនប្រាប់មកខ្ញុំក៏ដោយក៏ខ្ញុំនៅចាត់ទុកថាជាប្រភពក្រៅផ្លូវការហើយនឹងព្យាយាមដើម្បីស្វែងរកព័ត៌មានពិតឲ្យទូលំទូលាយថាតើពួកគេប្រកាសជាបានភ្ជាប់សាច់ឈាមគៀមឆ្អឹងជាមួយគ្នាមែនឬក៏យ៉ាងណាជាបន្តទៀតខ្ញុំសូមលោកកឹមសុខចូលរួមបន្ថែមបន្តិចព្រោះរហូតមកដល់ពេលនេះណាប្រជាពលរដ្ឋមួយចំនួននៅតែយល់ច្រឡំថារបបក្រុងភ្នំពេញបានដាក់ពាក្យបណ្ដឹងជាផ្លូវការទៅ ICJ ហើយលោកកឹមសុខអាចបន្ថែមឲ្យច្បាស់បន្តិចដើម្បីឲ្យពួកគាត់យល់ច្បាស់ពីព្រោះនៅមានការយល់ច្រឡំអញ្ចឹងហើយលើកឡើងថាអូបានដាក់បណ្ដឹងហើយអីហើយអញ្ចឹងណាលោកកឹមសុខអញ្ជើញបើដាក់ប្តឹងទៅ ICJ ហើយវាគួរណាស់មានព័ត៌មាននៅលើប្រព័ន្ធបណ្ដាញរបស់ ICJ ថាគេបានទទួលពាក្យបណ្ដឹងប៉ុន្តែមកដល់ពេលនេះអត់មានតតែសោះប៉ុន្តែចំណុចទី2វាអាចកាន់តែច្បាស់ថារបបភ្នំពេញនៃក្រុមគ្រួសារហ៊ុនមិនប្តឹងទេឬក៏មិនទាន់ប្តឹងទេនៅត្រង់ថាអ្នកនាំពាក្យរបបភ្នំពេញនឹងសារភាពដោយខ្លួនឯងលោកប៉ែនប៊ុនណាគាត់ប្រើពាក្យថារដ្ឋាភិបាលក្រុមគាត់នៅតែរក្សាជំហរប្តឹងរក្សាជំហរប្តឹងពាក្យថារក្សាជំហរប្តឹងនោះមានន័យថាម៉េចអត់ទាន់ប្តឹងមានន័យថាមិនទាន់ប្តឹងត្រង់ណាដែលថាមិនទាន់ប្តឹងពីព្រោះការប្តឹងផ្ដាល់ទៅតុលាការយុតិធធម៌អន្តរជាតិគឺជាការចង់បានរបស់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការទាំងអស់ហើយបើប្តឹងហើយវាអត់ត្រូវប្រើពាក្យថារក្សាជំហរប្តឹងទេបើប្តឹងហើយប្រាប់ថាប្តឹងហើយពីព្រោះរដ្ឋាភិបាលរបបភ្នំពេញក្រុមគ្រួសារហ៊ុនហ្នឹងប្រឈមនឹងប្រជាពលរដ្ឋណាអញ្ចឹងបើប្តឹងហើយរឿងអីមិនប្រាប់ប្រជាពលរដ្ឋថាប្តឹងដើម្បីឲ្យប្រជាពលរដ្ឋពេញចិត្តមិនចឹងអញ្ចឹងបើកាលណាប្រើពាក្យថារក្សាជំហរប្តឹងមានន័យថាអត់ទាន់ប្តឹងទេដូច្នេះនៅពេលដែលយើងរៀបចំ
ក្រុមការងារដើម្បីដាក់បណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិក៏បានព័ត៌មានច្បាស់មួយព័ត៌មានច្បាស់ថារដ្ឋាភិបាលរបបភ្នំពេញអត់ប្តឹងហើយការដែលអត់ប្តឹងគឺលោកប៉ែនប៊ុនណានិយាយដោយខ្លួនឯងនៅវិទ្យុបារាំងអន្តរជាតិគាត់ថារក្សាជំហរប្តឹងចាំបាច់រក្សាជំហរអីបើប្តឹងហើយថាប្តឹងហើយទៅចាំបាច់រក្សាជំហរមិនចឹងក្នុងន័យការទូតពាក្យរក្សាជំហរនេះមានន័យថាអត់ទាន់ធ្វើអីទេខ្ញុំរក្សាជំហរបែបនេះខ្ញុំរក្សាជំហរបែបនោះបានន័យថាអត់ទាន់សម្រេចចិត្តធ្វើទេរក្សាជំហរអញ្ចឹងសិនធ្វើមិនទាន់កើតទេឬមិនទាន់សម្រេចចិត្តធ្វើទេពាក្យរក្សាជំហរនៅក្នុងនៃនយោបាយការទូតណាធ្វើមិនទាន់កើតទេឬមិនទាន់ធ្វើទេប៉ុន្តែចង់ប្តឹងបានន័យថាមិនទាន់ប្តឹងលោកកឹមសុខការសម្រេចរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារក្នុងការរៀបចំពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិហ្នឹងខ្ញុំសូមលោកកឹមសុខបន្ថែមបន្តិចវាគ្រាន់តែជារឿងដែលចង់ចាញ់ចង់ឈ្នះជាមួយរបបហ៊ុនសែនឬក៏រឿងដើម្បីវាជារឿងអីមួយផ្សេងទៀតអត់ទេយើងមិនមែនចង់ចាញ់ចង់ឈ្នះរបបភ្នំពេញរឿងទឹកដីទេយើងធ្វើដើម្បីការពារទឹកដីមានសំណួរថាមិនមែនស្រូបយកការគ្រប់គ្រងមិនមែនធ្វើដើម្បីអីគេហៅថានយោបាយប្រជាពិធដ្ឋអីទេយើងត្រូវស្គាល់តួនាទីរបស់យើងមានសំណួរមួយថាតើយើងប្តឹងទៅជោគជ័យឬក៏អត់ខ្ញុំក៏ប្រាប់ទៅវិញថាចុះឥឡូវយើងចង់ប្តឹងឬក៏អត់គ្រប់គ្នា100នាក់ទាំង100នាក់ថាចង់ប្តឹងប្រជាពលរដ្ឋហើយបើចង់ប្តឹងឥឡូវរដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារប្តឹងហើយប៉ុន្តែរឿងជោគជ័យឬមិនជោគជ័យវាមានចំណុចខ្សោយមួយដែរយើងហ៊ានសារភាពគឺយើងមិននៅលើទឹកដីផ្ទាល់ត្រង់ហ្នឹងដែលជាការលំបាកយើងមិននៅលើទឹកដីផ្ទាល់មិននៅត្រួតត្រាប្រទេសកម្ពុជាផ្ទាល់បើយើងនៅត្រួតត្រាប្រទេសកម្ពុជាផ្ទាល់ 100% យើងជោគជ័យប៉ុន្តែដោយសារតែយើងមិនត្រួតត្រាប្រទេសកម្ពុជាផ្ទាល់នៅលើទឹកដីកម្ពុជាផ្ទាល់ដូច្នេះអ្វីដែលយើងធ្វើគឺដោយឆន្ទៈតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋប្រឹងប្រែងដោយសុចរិតដោយគុណធម៌ចំពោះប្រជាពលរដ្ឋអត់ទេរឿងការពារទឹកដីជាតិមិនមែនជារឿងប្រជាពិធដ្ឋទេប៉ុន្តែបងប្អូនពិចារណាអ្វីទៅជារដ្ឋាភិបាលអ្វីដែលយើងធ្វើគឺត្រូវបំពេញកាតព្វកិច្ចក្នុងនាមជារដ្ឋាភិបាលទោះបីជោគជ័យឬមិនជោគជ័យក៏ដោយប៉ុន្តែនេះគឺជាកាតព្វកិច្ចជាឧទាហរណ៍បើគេឈ្លានពានយើងជាក់ស្ដែងកាតព្វកិច្ចរបស់យើងត្រូវការពារហើយការការពារធ្វើបែបណាបើយើងនៅលើទឹកដីផ្ទាល់យើងពង្រឹងកងកម្លាំងប្រដាប់អាវុធហើយនៅក្នុងកម្មវិធីនយោបាយរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារការពង្រឹងកងកម្លាំងប្រដាប់អាវុធណាបងប្អូនបើយើងនៅលើទឹកដីផ្ទាល់ទាហានជួរមុខឲ្យមានប្រាក់បៀវត្សស្មើនឹងសមាជិកសភានៅពេលដែលមានសង្គ្រាមបើសមាជិកសភា$5000ក្នុងមួយខែយុទ្ធជនជួរមុខក៏$5000នៅក្នុងមួយខែដែរបងប្អូនទៅមើលកម្មវិធីនយោបាយរបស់យើងខ្ញុំអានោះបើយើងនៅលើទឹកដីផ្ទាល់ខ្ញុំមិននិយាយលំអិតទេទី2យើងប្តឹងដោយប្រើច្បាប់និងយន្តការអន្តរជាតិទៅស្ថាប័នអន្តរជាតិបើហ៊ានបាញ់ប្រជាពលរដ្ឋខ្មែររំលោភនារីខ្មែរគឺទៅ ICC ហើយតុលាការព្រហ្មទណ្ឌអន្តរជាតិហើយហ៊ានរំលោភទៅទឹកដីនៃប្រទេសកម្ពុជាទៅ ICJ ហើយតុលាការយុត្តិធម៌អន្តរជាតិឬក៏ស្ថាប័នពាក់ព័ន្ធផ្សេងទៀតហើយជាកិច្ចដំបូងគឺទៅហត្ថលេខានៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឲ្យមានការកោះប្រជុំដោះស្រាយបញ្ហាឡើងវិញគឺយើងធ្វើដូច្នេះនោះមានន័យថាម៉េចអ្វីដែលយើងធ្វើគឺជាកាតព្វកិច្ចក្នុងនាមជារដ្ឋាភិបាលកាតព្វកិច្ចរដ្ឋាភិបាលត្រូវការពារប្រជាពលរដ្ឋការពារប្រទេសជាតិហើយនៅពេលនេះយើងនៅក្រៅអញ្ចឹងហើយបានជាយើងមិនអាចទៅពង្រឹងកងកម្លាំងប្រដាប់អាវុធតាមផែនការរបស់យើងដើម្បីការពារទឹកដីផ្ទាល់ទេយើងប្រើវិធីសាស្ត្រនិងច្បាប់អន្តរជាតិដើម្បីតតាំងប៉ុន្តែសួរថាជោគជ័យទេបងប្អូនយើងកុំទាន់និយាយជោគជ័យឬក៏បរាជ័យចំណុចជាអត្ថិភាព
បើយើងជារដ្ឋាភិបាលយើងត្រូវបំពេញកាតព្វកិច្ចជារដ្ឋាភិបាលហើយកាលណាយើងបំពេញកាតព្វកិច្ចជារដ្ឋាភិបាលគឺប្រជាពលរដ្ឋមើលឃើញច្បាស់ថាឥឡូវហ្នឹងអ្នកណាជាអ្នកដើរតួនាទីពិតប្រាកដក្នុងនាមជារដ្ឋាភិបាលគឺរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ដូច្នេះនៅពេលហ្នឹងណាប្រសិនបើយើងមិនមានលទ្ធផលវិជ្ជមានតាមដែលយើងរំពឹងទុកក៏បងប្អូនឃើញចំណុចមួយដែរថាអូហេតុផលពិតប្រាកដដែលរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23មិនបានលទ្ធផលជាវិជ្ជមានដូចដែលខ្លួនរំពឹងទុកពីព្រោះខ្លួនមិនបានដឹកនាំនៅលើទឹកដីនៃប្រទេសកម្ពុជាដូច្នេះបងប្អូនឃើញស្រាប់ហើយយើងបង្ហាញឆន្ទៈថាយើងធ្វើប៉ុន្តែមិនបានវិជ្ជមានឧបមាថាដូចដែលយើងរំពឹងទុកអញ្ចឹងបងប្អូនជួយយើងថែមទៀតឲ្យយើងអាចត្រួតត្រានៅលើទឹកដីនៃប្រទេសកម្ពុជាផ្លាស់ប្ដូរពួកផ្ដាច់ការដែលមិនហ៊ានប្រើច្បាប់អន្តរជាតិដែលមិនហ៊ានប្តឹងទៅតុលាការយុតិធម៌អន្តរជាតិនោះចេញហើយយើងទៅត្រួតត្រាលើទឹកដីនៃប្រទេសកម្ពុជាផ្ទាល់ពេលហ្នឹងធានាហ្មងធានាពង្រឹងទាំងកម្លាំងកងទ័ពដើម្បីការពារទឹកដីជាតិធានាទាំងប្រើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីដោះស្រាយចម្រុះភាគីព្រំដែនធានាទាំងប្តឹងទៅតុលាការយុតិធម៌អន្តរជាតិ ICJ នៅលើករណីទាំងឡាយណាដែលដោះស្រាយចម្រុះភាគីបារាំងអង្គការសហជីវជាតិមិនចេញពីព្រោះកាលណាដោះស្រាយនៅតាមបន្ទាត់ព្រំដែនអាចមានកន្លែងដែលដោះស្រាយចម្រុះអត់ចេញដែរតើតែរុញទៅតុលាការយុតិធម៌អន្តរជាតិយើងធ្វើបែបហ្នឹងយើងធ្វើដោយសេចក្តីស្មោះត្រង់ដោយបំពេញតួនាទីក្នុងនាមយើងជាអ្នករដ្ឋាភិបាលបងប្អូនឃើញទេពីមុនយើងគ្រាន់តែអំពាវនាវទេពីព្រោះអីពីព្រោះពីមុនយើងជាក្រុមប្រឹក្សាជាតិតស៊ូយើងជាគណៈបកនយោបាយយើងជាអ្នកមើលពីក្រៅយើងអំពាវនាវប៉ុន្តែនៅពេលដែលយើងប្រកាសខ្លួនជារដ្ឋាភិបាលដោយមានការគ្រប់គ្រងពីប្រជាពលរដ្ឋធ្វើជាតំណាងនៅផលប្រយោជន៍របស់ប្រទេសជាតិនិងប្រជាពលរដ្ឋយើងបំពេញតួនាទីរបស់យើងតាមដែលយើងអាចធ្វើបាននោះគឺជាសេចក្តីស្មោះត្រង់របស់យើងតែសេចក្តីស្មោះត្រង់នេះណាប្រជាពលរដ្ឋនៅជាមួយយើងប្រជាពលរដ្ឋនៅជាមួយយើងបើទោះបីជាករណីមួយនេះយើងមិនទាន់ដល់គោលដៅដែលយើងចង់បានក៏ប៉ុន្តែយើងអាចដល់គោលដៅផ្សេងទៀតតាមលំដាប់លំដោយនៃផែនការរបស់យើងពេលនោះប្រទេសកម្ពុជានឹងជោគជ័យលោកកឹមសុខខ្ញុំចង់ឲ្យលោកកឹមសុខចូលលម្អិតបន្តិចអំពីនីតិវិធីនៃដំណើរការពាក្យប៉ុណ្ណឹងណាក្នុងចំណុចដែលលោកកឹមសុខយល់ថាអាចជម្រាបទៅប្រិយមិត្តបានក៏ជម្រាបតែនៅក្នុងចំណុចដែលពិបាកតែយើងមិនអាចនិយាយជាសាធារណៈបានក៏មិនបាច់ជម្រាបដែរប៉ុន្តែខ្ញុំជឿថាក៏យ៉ាងហោចណាស់ក៏មានចំណុចខ្លះដែលអាចជម្រាបជូនបងប្អូនចូលរួមជាតិបានអរគុណនៅពេលនេះខ្ញុំមិនទាន់និយាយលម្អិតអំពីនីតិវិធីទេប៉ុន្តែខ្ញុំជម្រាបជូនបងប្អូនថាយើងបានរៀបចំការងារយ៉ាងលម្អិតក្នុងការបំពេញតួនាទីជារដ្ឋាភិបាលការពារទឹកដីនៃប្រទេសកម្ពុជាចំណុចទី1ក្រុមប្រឹក្សាជាតិតស៊ូដែលបង្កើតឬដែលដល់តួនាទីជារដ្ឋាភិបាលកម្ពុជាឯករាជ្យ$23និយាយចំរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23បង្កើតគណៈកម្មការចំពោះកិច្ចមួយដែលមានសមាជិកភាព7រូបហើយនៅក្នុងសមាជិកភាព7រូបនោះមានអ្នកស្រីទឹកកំហ៊ុនគាត់ទទួលបន្ទុកអន្តរាគមន៍ទៅហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីលោកអ៊ុំសំអានទទួលបន្ទុកជាអ្នករៀបចំបណ្ដឹងហើយបណ្ដឹងហ្នឹងគឺបណ្ដឹងទៅតុលាការយុតិធម៌អន្តរជាតិ ICJ ហើយមានយុវជនឧស្សាមឌីមានលោកឆាំចានីជាសមាជិកមានលោកទេពមនោរមហើយនិងលោកអឹងឈុនលៀងគាត់ជាលេខាធិការបច្ចេកទេសការងារហើយខ្ញុំជាទីប្រឹក្សានៅក្នុងគណៈកម្មការចំពោះកិច្ចហ្នឹងគណៈកម្មការចំពោះកិច្ចនេះណា7រូបជាតំណាងចេញមុខរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ប៉ុន្តែមិនមែនយើងធ្វើការតែ7រូបនឹងទេយើងធ្វើការជាមួយបញ្ញវន្តខ្មែរអិសរាជជននយោបាយខ្មែរមួយចំនួនទៀតដែលមានចំណេះជំនាញខាងច្បាប់នយោបាយនិងការទូតអន្តរជាតិធ្វើការជាមួយអ្នកច្បាប់អន្តរជាតិប្រចាំលោករួមទាំងធ្វើការជាមួយនឹងមេធាវីអន្តរជាតិដើម្បីធ្វើការរួមគ្នា
នៅក្នុងការរៀបចំឯកសារប្តឹងទៅតុលាការយុតិធម៌អន្តរជាតិ ICJ យើងធ្វើច្បាស់លាស់មិនមែនដូចគេនិយាយថាធ្វើប្រជាភិថុតនោះទេគឺពិតប្រាកដច្បាស់លាស់ទាំងការរៀបចំឯកសារពាក្យបណ្ដឹងហើយយើងឃើញហើយក្រោយពីយើងសម្រេចនៅការបង្កើតគណៈកម្មការចំពោះកិច្ចនេះមានសកម្មភាពនៃការធ្វើការអ្នកស្រីទឹកកំហ៊ុនដឹកនាំក្រុមការងាររបស់គាត់នៅអឺរ៉ុបនៅទីក្រុងហ្សឺណែវជាដើមដើម្បីស្ទាបស្ទង់មើលផ្លូវក្នុងការធ្វើកិច្ចការនេះបន្តទៀតហើយលោកអ៊ុំសំអានគាត់ជាអ្នកទទួលបន្ទុកនៅក្នុងការរៀបចំបណ្ដឹងគាត់ប្រមូលឯកសារផែនទីនានាដែលពាក់ព័ន្ធទៅនឹងបញ្ហាទឹកដីព្រំដែនពួកគាត់នឹងធ្វើការយ៉ាងសកម្មក្នុងការរួមគ្នាប្រមូលភស្តុតាងហើយនឹងឯកសារផ្លូវច្បាប់រួមទាំងការបើកច្រកផ្លូវការទូតនានាដើម្បីយើងអាចមានគេហៅថាលទ្ធភាពនៅក្នុងការយកសំណុំរឿងព្រំដែនទៅតុលាការយុតិធម៌អន្តរជាតិគឺយើងពិភាក្សាគ្នាដិតដល់ណាស់ចំណុចទី2ខ្ញុំសូមបញ្ជាក់ជូនបងប្អូនយើងគ្មានការលាក់បាំងហើយក៏មិនបោកប្រាស់ប្រជាពលរដ្ឋខ្មែរដោយរបបភ្នំពេញនៃក្រុមគ្រួសារហ៊ុនដែរអត់ប្តឹងផងទៅបោកប្រជាពលរដ្ឋថាប្តឹងហើយចុងក្រោយប៉ែនប៊ុនណាគាត់មានប្រសាសន៍ថារក្សាជំហរប្តឹងបាទនេះអត់ប្តឹងផងប៉ុន្តែយើងអត់ធ្វើអញ្ចឹងទេខ្ញុំជម្រាបជូនបងប្អូនគណៈកម្មការចំពោះកិច្ចនៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23មានការងារ2ពីគណៈកម្មការហ្នឹងហើយសុទ្ធតែការងារសំខាន់ជាអាយុជីវិតប្រទេសជាតិកម្ពុជានិងទឹកដីជាតិកម្ពុជាភារកិច្ចអត្ថិភាពទី1មែនតើមិនទាន់ប្តឹងទេភារកិច្ចអត្ថិភាពទី1គឺដឹកនាំដោយអ្នកស្រីទឹកកំហ៊ុនដែលជាប្រធានស្ថាប័នការបរទេសនិងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីគាត់ទទួលបន្ទុកធ្វើអន្តរាគមន៍ទៅហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីការងារទី1របស់យើងខ្ញុំជាអត្ថិភាពក្នុងពេលបច្ចុប្បន្នហ្នឹងណាគឺអ្នកស្រីទឹកកំហ៊ុនគាត់នឹងរៀបចំក្រុមការងាររបស់គាត់ដើម្បីផ្ញើលិខិតព្រមទាំងធ្វើសកម្មភាពដោយតែគាត់ធ្វើសប្តាហ៍ថ្ងៃហ្នឹងអញ្ចឹងជាមួយក្រុមការងាររបស់គាត់ទៅហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីដើម្បីឲ្យគេចូលរួមដោះស្រាយបញ្ហាកម្ពុជាហើយបងប្អូនដឹងស្រាប់ហើយនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីនិយាយដោយខ្លីចំណុចសំខាន់2គឺទី1បញ្ហាទឹកដីព្រំដែននឹងឯងហើយទី2គឺបញ្ហាប្រជាធិបតេយ្យនិយាយចំគឺសិទ្ធិរបស់ប្រជាពលរដ្ឋដែលរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ដាក់គោលដៅថាយកប្រទេសកម្ពុជាមកជូនប្រជាពលរដ្ឋខ្មែរវិញហ្នឹងណាគឺត្រង់ហ្នឹងគឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីអញ្ចឹងគោលដៅដែលជាអត្ថិភាពរបស់យើងក្នុងពេលបច្ចុប្បន្ននេះគឺធ្វើអន្តរាគមន៍ទៅហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីទៅអង្គការសហប្រជាជាតិទៅអឺរ៉ុបទៅបារាំងទៅសហរដ្ឋអាមេរិកដែលជាហត្ថលេខីមានឥទ្ធិពលនានាឥណ្ឌូនេស៊ីជាដើមដែលជាសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីដើម្បីយើងអាចធ្វើការជំរុញឲ្យមានដំណោះស្រាយសម្រាប់បញ្ហាកម្ពុជាទាំងព្រំដែនទាំងសិទ្ធិសេរីភាពប្រជាធិបតេយ្យគឺសិទ្ធិរបស់ប្រជាពលរដ្ឋអានេះចំណុចជាអត្ថិភាពទី1ពីព្រោះខ្ញុំជម្រាបជូនបងប្អូនថាបញ្ហាព្រំដែនណាមែនតែនទៅក៏ដោះស្រាយពីរកលៈដែរដោះស្រាយដោយការចូលរួមនៅអ្នកជំនាញចម្រុះទាំងខ្មែរទាំងភាគីប្រទេសជិតខាងហើយនិងបារាំងអង្គការសហប្រជាជាតិអញ្ចឹងចង់ឬមិនចង់ត្រូវតែប្រើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីចំណុចទី2ដែលគណៈកម្មការចំពោះកិច្ចយើងធ្វើគឺប្តឹងទៅតុលាការយុតិធម៌អន្តរជាតិការប្តឹងទៅតុលាការយុតិធម៌អន្តរជាតិនេះអាចប្រើពេលបន្តិចពីព្រោះការដែលត្រូវប្តឹងទៅតុលាការយុតិធម៌អន្តរជាតិត្រូវប្រមូលភស្តុតាងត្រូវរៀបចំឯកសារធ្វើកិច្ចការច្រើនណាស់ត្រូវពិភាក្សាដូចខ្ញុំបញ្ជាក់ខាងដើមណាពិភាក្សាជាមួយនឹងក្រុមការងារអ្នកចេះដឹងជាច្រើនជាអន្តរជាតិហើយនឹងមេធាវីអន្តរជាតិដើម្បីរៀបចំឲ្យច្បាស់លាស់ថា
តើយើងត្រូវដាក់ដោយវិធីណារបៀបណាអញ្ចឹងអាការប្តឹងទៅតុលាការយុតិធម៌អន្តរជាតិយើងពិតជាប្តឹងតែយើងត្រូវប្រើពេលនៅក្នុងការរៀបចំការងារពីព្រោះនេះគឺជាការងារបច្ចេកទេសហើយខ្ញុំមិនអាចជម្រាបជូនបងប្អូនទាំងអស់បានទេគ្រាន់តែថានេះគឺជាការងារបច្ចេកទេសដែលក្រុមការងារធ្វើប៉ុន្តែយើងធ្វើគឺធ្វើមែនមិននិយាយលេងហើយបោះបង់ចោលទេ បាទអរគុណណាស់លោកកឹមសុខចំណុចជាច្រើនទៀតដែលយើងត្រូវជជែកបន្តអំពីការដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនេះប៉ុន្តែដោយដែលបងប្អូនចូលរួមជាតិប្រិមិត្តបានជ្រាបស្រាប់ហើយអំពីនីតិវិធីការងារគឺឲ្យយើងខ្ញុំសូមការអធិស្ឋានពីព្រោះมันអាចអត្ថាធិប្បាយទៅអស់ទូលំទូលាយសពបែបយ៉ាងនោះទេតែយ៉ាងណាក៏លោកកឹមសុខបានជម្រាបត្រួសមកហើយដែរហើយជាពិសេសគឺយើងនឹងមានកិច្ចពិភាក្សាជាច្រើនពាក់ព័ន្ធទៅនឹងបណ្ដឹងនេះជាមួយក្រមមេធាវីអន្តរជាតិយើងមានខ្ញុំសូមកាត់លោកចាំចាន់នេះបន្តិចជាធម្មតានេះគឺជាដំណើរការបច្ចេកទេសបាទហើយមានការប្រុងប្រយ័ត្នខ្ពស់ណាស់ក្នុងការធ្វើការដូច្នេះខ្ញុំសូមជម្រាបជូនបងប្អូនពីរចំណុចទី1គឺការរៀបចំការងារប្តឹងពិតជារៀបចំការងារប្តឹងមែនយ៉ាងណាខ្ញុំចង់បញ្ជាក់ជូនបងប្អូនជាថ្មីថាក្នុងពេលនេះគណៈកម្មការចំពោះកិច្ចធ្វើការជាអត្តភាពលើការអន្តរាគមន៍ទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីហើយក្នុងពេលជាមួយគ្នានឹងដែរជាបន្តបន្ទាប់គឺយើងរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុតិធម៌អន្តរជាតិ ICJ ដូច្នេះជម្រាបជូនបងប្អូនឲ្យច្បាស់កុំឲ្យស្រពេចស្រពិលនិងចំណុចទី2អ្វីដែលយើងចង់បញ្ជាក់ជូនបងប្អូនថាការប្តឹងផ្តល់គឺវាមានបែបបទរបស់វាដូច្នេះហើយអ្វីដែលខ្ញុំអាចជម្រាបនៅពេលនេះបានគឺថាពេលនេះជាដំណាក់កាលនៃការចាប់ផ្ដើមដូច្នេះយើងធ្វើក្នុងទម្រង់ចាប់ផ្ដើមហើយក៏ជម្រាបជូនព័ត៌មានបងប្អូនក្នុងដំណាក់កាលចាប់ផ្ដើមនៅពេលដែលយើងធ្វើដល់ដំណាក់កាលណាមួយយើងអាចជម្រាបជូនបងប្អូនជាបន្តបន្ទាប់ហើយនៅពេលនោះអ្នកបច្ចេកទេសរបស់យើងអាចនឹងមកជម្រាបជូនបងប្អូនអាចជាលោកអ៊ុំសំអានឬក៏អ្នកផ្សេងទៀតចំណែកខ្ញុំក៏អាចនឹងជម្រាបជូនបងប្អូនជាបន្តបន្ទាប់នៅពេលដែលយើងធ្វើកិច្ចការចេញជាលទ្ធផលបែបណានោះដែរប៉ុន្តែអ្វីដែលខ្ញុំចង់ជម្រាបបញ្ជាក់ជូនបងប្អូនថាទោះបីជាការប្រឹងប្រែងរបស់យើងខ្ញុំចេញលទ្ធផលវិជ្ជមានឬក៏អវិជ្ជមានក៏ដោយតែគោលដៅរបស់យើងខ្ញុំគឺដើម្បីការពារទឹកដីប្រទេសកម្ពុជាអ្វីដែលយើងខ្ញុំធ្វើគឺដើម្បីបំពេញតួនាទីខ្លួនឯងក្នុងនាមជារដ្ឋាភិបាលកាតព្វកិច្ចដែលត្រូវតែធ្វើมันអាចដោយក្រុមលោកហ៊ុនសែនថាអូអត់ប្តឹងទេប្តឹងខ្លាចចាញ់បើមិនទាន់ប្តឹងផងមិនក៏ខ្លាចចាញ់ហើយបើយើងខ្ញុំវិញណាយើងខ្ញុំនៅលើទឹកដីនៃប្រទេសកម្ពុជាដឹកនាំកម្ពុជាដោយផ្ទាល់វិញណាខ្ញុំអាចជម្រាបជូនបងប្អូនថាមិនចាញ់ទេយើងធ្វើអត់ចាញ់ទេតែអ្វីដែលយើងមានការលំបាកយើងក៏អត់លាក់បាំងបងប្អូនដែរអ្វីដែលយើងមានការលំបាកក្នុងពេលបច្ចុប្បន្ននៅត្រង់ថាយើងមិនមែនជាអ្នកត្រួតត្រាលើទឹកដីនៃប្រទេសកម្ពុជាដោយផ្ទាល់បើបងប្អូនចូលរួមជាមួយយើងខ្ញុំដើម្បីផ្លាស់ប្ដូរហើយយើងអាចត្រួតត្រាលើទឹកដីនៃប្រទេសកម្ពុជាដោយផ្ទាល់ច្បាស់ណាស់ជោគជ័យការពារទឹកដីកម្ពុជា 100% មិនមែនឲ្យភាគីថៃមកពាត់យកភូមិជោគជ័យមកពាត់យកភូមិព្រៃច័ន្ទមកគ្រប់គ្រងតំបន់ប្រាសាទតំបន់ធំប្រាសាទតំបន់តូចតាកបីតំបន់ផ្សេងទៀតហើយស្រាប់តែដូចរបបក្រុងភ្នំពេញនិយាយថាជោគជ័យចុងទេអត់ហ៊ានទៅតវ៉ាជាមួយគេអត់ហ៊ានទៅការពារទឹកដីរបស់ខ្លួនដោយកម្លាំងការពារជាតិពិតប្រាកដទាំងអត់ហ៊ានប្តឹងទៅតុលាការយុតិធម៌អន្តរជាតិផងហើយស្រែកថាជោគជ័យប្រឡោះណាបងប្អូនរបបក្រុងភ្នំពេញហ្នឹងបងខ្ញុំសួរបងប្អូនថាជោគជ័យប្រឡោះណាបើស្អីក៏អត់ធ្វើទេហ្នឹងលោកហ៊ុនសែនដំបងថាបើចូលវាយរួចក្រោយមកគាត់ថាអាហ្នឹងយល់ច្រឡំទេរួចក្រោយមកទៀតគាត់ថាឥឡូវចរចាស្រាប់បន្តមកទៀតគាត់ថាសង្គ្រាមមកប្រើដល់គាត់បង្កើតក្រុមហ៊ុនបានមួយ
ក្រុមហ៊ុនផលិតអាវក្រោះណាទីបំផុតទៅវាអត់មានអីទោះតែសោះឲ្យបងប្អូនចិត្តទៅលោតតាមក្រុមគ្រួសារហ៊ុនតែបងប្អូនមួយចំនួនទេប៉ុន្តែអ្នកដែលយល់ដឹងប្រជាពលរដ្ឋជាទូទៅគេដឹងថាជាលខោនមួយដែលក្រុមគ្រួសារហ៊ុនលេងដើម្បីតែបំផន់ប្រជាពលរដ្ឋណា បាទអរគុណលោកកឹមសុខជាការពិតនៅក្នុងរឿងតតាំងក្តីទៅតុលាការអន្តរជាតិICJ ក្នុងប្រវត្តិសាស្ត្រខ្មែរយើងគឺមានតែសម្ដេចតានរោត្តមសីហនុម្នាក់គត់ដែលអាចតតាំងក្តីឈ្នះណាក្នុងរឿងប្រាសាទព្រះវិហារហើយពេលនេះគឺរដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារក៏បានចាប់ផ្ដើមរៀបចំឯកសារដាក់ពាក្យបណ្ដឹងទៅតុលាការ ICJ នឹងយ៉ាងណាក៏ដោយខ្ញុំគិតថាគឺជៀសមិនផុតពីការចូលរួមពីប្រជាពលរដ្ឋទេលោក ឆាប់ឈានេះលោកកុំភ្លេចគំនិតរបស់លោកចង់សួរខ្ញុំប៉ុន្តែខ្ញុំកាត់លោកដោយសារតែលោកមានប្រសាសន៍អំពីសម្ដេចតាព្រះនរោត្តមសីហនុប្តឹងថៃឆ្នាំ1962ខ្ញុំចង់រំលឹកប្រវត្តិសាស្ត្រនឹងខ្លីតែ2នាទីសម្ដេចតាប្តឹងនៅពេលនោះប្តឹងឈ្នះប៉ុន្តែក្រោយពីឈ្នះក៏ពិបាកដែរណាក្រោយពីឈ្នះហើយពិបាកដេញកងទ័ពថៃចេញណាប៉ុន្តែព្រះអង្គមានជំហរច្បាស់លាស់អ្នកឯងមិនចេញយ៉ាងម៉េចអាហ្នឹងទឹកដីកម្ពុជាហើយហ្នឹងតុលាការអន្តរជាតិសម្រាប់ថាប្រាសាទព្រះវិហាររបស់កម្ពុជាតំបន់នោះរបស់កម្ពុជាទៅហើយហ្នឹងអ្នកឯងត្រូវតែចេញដំបូងដេញថៃអត់ចេញទេណាថៃនៅលើប្រាសាទព្រះវិហារនៅឡើយទេណាទាល់តែសម្ដេចតាលេងមែនទេឈ្នះក្តីនៅតុលាការយុតិធម៌អន្តរជាតិហើយតវ៉ាទៅបហាអំណាចធំឲ្យជួយអ្នកឯងត្រូវតែជួយពីព្រោះអានោះគឺជាសារក្រមរបស់តុលាការយុតិធម៌អន្តរជាតិបានដេញថៃចេញហើយជិះបើជំហរដោយលោកហ៊ុនម៉ាណែតលោកហ៊ុនសែនបច្ចុប្បន្នហ្នឹងទៅការពារទឹកដីយ៉ាងម៉េចអាប្តឹងមិនហ៊ានប្តឹងអាគេចូលយកទឹកដីនៃប្រទេសកម្ពុជាថាអត់បាត់ទឹកដីទេហើយទៅបិទមាត់ប្រជាពលរដ្ឋមិនឲ្យនិយាយទៀតគេធ្វើបាបគេបាញ់ប្រជាពលរដ្ឋនៅលើទឹកដីខ្មែរមិនហ៊ានប្តឹងទៅទៀតហើយការពារយ៉ាងម៉េចឃើញទេសម័យសម្ដេចតាផងដែលរឹងមាំនៅតែថៃមិនចង់ចេញពីប្រាសាទព្រះវិហារតើតែសម្ដេចតាលេងមែនទេចុះទំរំតែសម័យនេះលោកហ៊ុនសែនរុញដកម្ដងធ្វើខ្លាំងបោកប្រាស់ប្រជាពលរដ្ឋម្ដងក៏ដកមកឲ្យគេចូលមកប្រើត្រឹមតែបលាលួរួចហើយពាត់យកដីងាយតែមានទេនៅលើលោកនេះដែលមានអត់ខ្ញុំដែលឃើញប្រវត្តិសាស្ត្រណាអញ្ចឹងណាសូម្បីតែខ្ញុំមើលប្រវត្តិសាស្ត្រច្រើនណាកុលសម្ព័ន្ធនៅអាហ្វ្រិកកុលសម្ព័ន្ធនៅអាស៊ីកុលសម្ព័ន្ធនៅមជ្ឈិមបូព៌ាសម័យកាលតាំងពីណាពីណីមកនោះកុំដែលអ្នកណាទៅឈ្លានពានកុលសម្ព័ន្ធនឹងងាយឲ្យយកមកបលាមកពាត់អញ្ចឹងងាយដែរវាមិនដែលមានទេអត់ដែលមានហ្មងណាដល់សម័យដៃជោនេះគឺថាអួតមហាខ្លាំងសានខ្លាំងដល់គេយកបលាលុះមកពាត់ឥឡូវនេះគេពាត់បលាលុះហើយគេគម្រាមថាដេញប្រជាពលរដ្ឋខ្មែររាប់រយគ្រួសារចេញពីភូមិជោគជ័យភូមិព្រៃច័ន្ទអីទៅទៀតហើយមាននិយាយអីមួយម៉ាត់ចាំតែហើយសពថ្ងៃនេះណាអាស្ថានភាពបានប៉ុណ្ណឹងណាមិនមែនហ៊ុនសែនហ៊ុនម៉ាណែតទេណាអាស្ថានភាពបានប៉ុណ្ណឹងដោយសារដូណាល់ត្រាំទេណាលោកប្រធានាធិបតីដូណាល់ត្រាំនៃសហរដ្ឋអាមេរិកណាចេះតែមកជួយសម្រួលណាកុំអីមិនដឹងថៃយកដល់ណាទេនោះមិនដឹងយកជ្រៅប៉ុណ្ណេះទេនោះហើយអត់ហ៊ាននឹងគេទេសូមកាត់ប៉ុណ្ណឹងទៅចុះឲ្យលោកចាប់នេះសួរខ្ញុំអ្វីដែលខ្ញុំចង់ដាក់ជាសំណួរហ្នឹងគ្រាន់តែសួរថាតើប្រជាពលរដ្ឋលោកអាចចូលរួមនៅក្នុងសកម្មភាពក្នុងរឿងការតវ៉ាតក្តីនៅតុលាការ ICJ ហ្នឹងបានដោយរបៀបណាពីព្រោះលោកជាប្រជាពលរដ្ឋខ្ញុំជឿថាយ៉ាងហោចណាស់ក៏លោកមានចំណែកខ្លះក្នុងការចូលរួមណាលោកកឹមសុខខ្ញុំគិតថាប្រជាពលរដ្ឋលោកគឺជាធម្មពលអត្ថិភាពជាភាគីណាទាំងអស់ប្រជាពលរដ្ឋគឺជាកម្លាំងសក្តានុពលមែនទែនទាំងលើសរដ្ឋាភិបាលរបបផ្ដាច់ការនៅភ្នំពេញទាំងលើសរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23
ពីព្រោះប្រជាពលរដ្ឋជាម្ចាស់ដើម្បីអាចធ្វើឲ្យមានការកែប្រែស្ថានភាពកម្ពុជាណាខ្ញុំគិតថានៅពេលនេះប្រជាពលរដ្ឋត្រូវជ្រើសរើសហើយជ្រើសរើសថាបងប្អូនបង្ហាញសកម្មភាពគ្រប់គ្រងរដ្ឋាភិបាលមួយណាបើបងប្អូនបង្ហាញសកម្មភាពគ្រប់គ្រងរដ្ឋាភិបាល7មករានៃក្រមគ្រួសារហ៊ុនអានោះលទ្ធផលដូចដែលយើងឃើញចឹងគេរំលោភស្ត្រីខ្មែរក្មេង18ឆ្នាំរំលោភបោកហើយគ្រាន់តែពួកគាត់ចេញពីទឹកដីថៃចូលកម្ពុជាគេបាញ់ប្រជាពលរដ្ឋខ្មែរនៅលើទឹកដីខ្មែរបាញ់មកដល់ផ្ទះខ្មែរទៀតណាខ្ញុំឃើញវីដេអូដែលផុសនៅលើ Facebook អាណ័យអាធំដាំបាយមិនទាន់បានហូបផងគេបាញ់ស្លាប់មិនមែនធម្មតាទេណាបើយើងគិតអំពីស្ថានភាពចិត្តមួយហ្នឹងធ្ងន់ណាធ្ងន់មែនទេណាខ្ញុំអ៊ូលដើមកតាឃើញកងទ័ពថៃចូលមកបាញ់ប្រជាពលរដ្ឋខ្មែរទៅដល់ផ្ទះកំពុងតែដាំបាយមិនទាន់បានហូបបាយផងនេះអ្នកទោសអក្រិតកម្មអក្រិតបណ្ណាក៏ដោយនៅលើពិភពលោកនៅប្រទេសដែលមានទោសព្យួរកគេព្យួរកក៏ដោយនៅប្រទេសដែលប្រហារជីវិតគេប្រហារជីវិតក៏ដោយប៉ុន្តែយ៉ាងហោចណាស់មុននឹងព្យួរកប្រហារជីវិតគេឲ្យហូបឆ្អែតប៉ុន្តែដល់ពេលដែលយើងមើលសោកនាដកម្មដែលគេធ្វើបាបប្រជាពលរដ្ឋខ្មែរដាំបាយមិនទាន់បានហូបផងមិនទាន់បានភ្លុកបាយផងណាទឹមតែក្លិនទឹមតែធំក្លិនបាយគេចូលមកសម្លាប់ដល់ផ្ទះប៉ុណ្ណឹងហើយរដ្ឋាភិបាលក្រុមគ្រួសារហ៊ុនដេកឲ្យត្រជាក់ធ្វើបង្ងើយហ៊ុនសែនចេញមកថ្លែងគាត់ថ្លែងអំពីការបង្កើតក្រុមហ៊ុនផលិតអាវក្រោះយ៉ាងក្អាកក្អាយញញឹមញញែមទៀតអត់ខ្វល់នឹងចាប់អ្នកខមមិនតាម Facebook ដាក់គុកចាប់អ្នកខមមិនដាក់គុកទៅទៀតអានេះគឺជាបញ្ហាធំណាបងប្អូនបើយើងពិនិត្យផ្លូវចិត្តមួយនេះណាបញ្ហានេះមិនមែនតូចតាចទេណាធំអញ្ចឹងជាពេលវេលាដែលបងប្អូនត្រូវជ្រើសរើសរដ្ឋាភិបាលប្រភេទហ្នឹងគេមកសម្លាប់ប្រជាពលរដ្ឋខ្មែរលើទឹកដីហើយសើចកើតណាញញឹមញញែមកើតណាសើចក៏ក្អាក់ណាហ៊ុនសែនហ្នឹងធ្វើដូចមិនដឹងណាហើយស្អីណាសុទ្ធតែយុទ្ធសាស្ត្រអីលោកចាំយ៉ាងនេះស្ងៀមតែមិនស្ងាត់ស្ងៀមអីគេមិនស្ងាត់ស្អីគេចូលបាញ់ប្រជាពលរដ្ឋខ្មែរនៅលើទឹកដីខ្មែរប៉ណ្ណឹងមិនហ៊ានប៉ណ្ណឹងផងចាញ់មុនពេកផងក៏ចេះដាក់ពាក្យបណ្ដឹងមកអ៊ូតកូនសិតតអ្នកវាមិនដែលអ្នកណាមិនចេះការពារកូនអញ្ចឹងទេហីខ្ញុំអត់និយាយពីរឿងកដៅរឿងនេះអីទេអត់ទេខ្ញុំសូមបញ្ជាក់យើងនិយាយអំពីការទទួលខុសត្រូវកាលណាយើងជារដ្ឋាភិបាលយើងត្រូវទទួលខុសត្រូវអូយលោកចាំនេះបើខ្ញុំជារដ្ឋមន្ត្រីមួយរូបនៃរដ្ឋាភិបាលណាជារដ្ឋមន្ត្រីការពារជាតិជារដ្ឋមន្ត្រីក៏ដោយនៃរដ្ឋាភិបាល